Bạn trong spa cung nơi đó nghe sắp đan đi dùng một chỗ đờm vì một bộ đặc sản này tu cho bang bộ răng khmer đang chia khe đầm là bọn đông tạc khmer chỉ các bạn tu trong bang khmer đại miền của bọt đồ du luôn là một hơi đại ban đào tuổi tì giang sầm khăn không ca pi tật đây nâng bổ rịch ở tỷ pol ở nà chắc khmer bia sầm mày bộ rán chi bị xét không sầm mày co tay mà đỏ hai phó tang chỉ tràn ba bằng hai bị phép o cha này công tọp chứng tật khmer đôi chia chấm lại lưỡi chỉ trao prasad bài vốn nâng lưỡi prasad bằng tì chma chỉ đào không chậm băng bồ ran nia sầm mày bẻ bát chay và mảng tìm ớ chung chết không ai nên tu chỉ trao vào phết nè là tu tiền ní rum tiền con tọp chứng tật phong đần đam ba chay chấm nhé chỉ tha po lơ con tọp chàm bảo tam ca sức xa sao chứ đứa cao chỉ năm một quan mà rồi chỉ sầm ớ tu chậm băng không ai nia sầm mày có miên bảo vay một đôi chỉ têประเภทตู้แต่งนี้មានប្រវែងពី17ទៅ22ម៉ែត្រដែលអាចផ្ទុកកងទ័ពជើងទឹកបានប្រមាណ15ទៅ21នាក់ទូកចម្បាំងក្បាលគ្រុឌនិងមកកដែលមាននៅក្នុងចម្លាក់ប្រាសាទបាយ័នគេឃើញមានទូកចំនួន29ដែលបានបង្ហាញពីភាពអង់អាចក្លាហានរបស់កងទ័ពជើងទឹកខ្មែរនាសម័យព្រះបាទជ័យវរ្ម័នទី7ចម្លាក់ទូកបុរាណខ្មែរនិងទូកភាគីចាប់ដែលឆ្លាក់ជាប់លើប្រាសាទបាយ័នទៅបានបុរាណវិទ្យាបកស្រាយថាជាជ័យជំនះខាងចម្បាំងនាវារបស់ព្រះបាទជ័យវរ្ម័នទី7លើកងទ័ពចាមនៅក្រោយឆ្នាំ1177គួរឲ្យដឹងថានៅសម័យនគរភ្នំជាពិសេសនៅសតវត្សទី5នៃគ្រិស្តសករាជមានអ្នកកំណត់ហេតុចិនម្នាក់មកពីភាគខាងត្បូងនៃប្រទេសចិនបានបញ្ជាក់ថាទូកបុរាណខ្មែរមានទំហំទទឹងប្រហែល 1.5 ម៉ែត្រទៅ 1.8 ម៉ែត្រនិងបណ្ដោយមានប្រវែង24ទៅ25ម៉ែត្រទូកបុរាណទាំងនេះមានលក្ខណៈចម្លាក់ជាក្បាលមកកឬក៏គ្រុឌឯទូកខ្លះក៏គ្មានចម្លាក់នៅខាងក្បាលអ្វីទាំងអស់ដែររីឯកន្សៃភាគខាងក្រោយគេឃើញមានចម្លាក់ជាកន្ទុយនាគឬក៏ហង្សជាដើមបើតាមរយៈចម្លាក់និងឯកសារប្រវត្តិសាស្ត្រទូកចម្បាំងខ្មែរមានច្រើនប្រភេទនិងមានលក្ខណៈខុសៗគ្នាដូចជាទូកងលក្ខណៈជាទូកវែងរាងស្ដួចស្រដៀងនឹងទូកប្រណាំងសពថ្ងៃដែលត្រូវបានប្រើជាទូកទ័ពស្រួចឬទូកល្បាតល្បឿនហើយទូកទាំងនេះមានល្បឿនលឿននិងសមត្ថភាពពេលលុកបានយ៉ាងឆាប់រហ័សជារឿយៗក្បាលទូកត្រូវបានឆ្លាក់ជារូបសត្វទេពដូចជានាគគ្រុឌឬក៏មកកដើម្បីបង្កើនភាពអង់អាចនិងកម្លាំងបារមីចំពោះទុននីតិទូកងនេះប្រើសម្រាប់វាយលុកជួរមុខនិងវឹកពើនចម្បាំងឬក៏ប្រណាំងជាដើមក្នុងពិធីបុណ្យអុំទូកសប្តាហ៍ថ្ងៃគឺគេរំលឹកដល់ជ័យជំនះនៃកងទ័ពជើងទឹកខ្មែរលើខ្មាំងសត្រូវកាលពីសម័យអង្គរហើយទូកងល្បីៗដូចជាសរាយអណ្ដែតនិងចង្ហាន់ហុយជាដើមគឺជាទូកងដែលមានប្រវត្តិល្បីល្បាញក្នុងរាជព្រះបាទចន្ទរាជាដែលត្រូវបានប្រើក្នុងសមរភូមិចម្បាំងជាច្រើនមួយវិញទៀតយើងមកដឹងពីទូកជំនួយឬក៏ហៅយ៉ាងនេះថាទូកចែវពីរជួរលក្ខណៈជាទូកចែវដែលមានពីរជួរហើយមានទ្រូទ្រីស្រដៀងនឹងទូកប៉ាណាំងដែរតែអាចមានទំហំធំជាងបន្តិចចំពោះទូនាទីរបស់ទូកនេះវិញប្រើជាទ័ពជំនួយសម្រាប់ចម្បាំងនិងអាចប្រើប្រាស់សម្រាប់ដឹកជញ្ជូនទ័ពឬក៏សម្ភារៈមួយចំនួនលើពីនេះទៅយើងមកដឹងពីទូកបាសាក់មានលក្ខណៈជាទូកធំមានអំបូរមានចែវនិងមានក្តោងដែលមានរាងស្ដួចវែងនិងមានដំបូលតែកាត់ខាងមុខគ្មានជញ្ជាំងចំពោះទូនាទីរបស់ទូកនេះភាគច្រើនប្រើសម្រាប់ដឹកជញ្ជូនស្បៀងអាហារសឹកនិងសម្ភារៈផ្សេងៗសម្រាប់ទ្រទ្រង់កងទ័ពសរុបមកទូកចម្បាំងខ្មែរមិនត្រឹមតែជាមធ្យោបាយធ្វើសឹកសង្គ្រាមតែប៉ុណ្ណោះទេក៏ប៉ុន្តែវាក៏ជាផ្នែកមួយដ៏សំខាន់នៃបេតិកភណ្ឌវប្បធម៌និងប្រវត្តិសាស្ត្រខ្មែរដែលបានបង្ហាញពីភាពរឹងមាំនិងភាពប៉ិនប្រសប់របស់បុព្វបុរសខ្មែរក្នុងការគ្រប់គ្រងបូរណភាពដែនដី